ពិធីបើកការដ្ឋានសង់សង់ផ្លូវបេតុងចំនួន2ខ្សែមណ្ឌលគិរីនៅព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025រដ្ឋបាលស្រុកកោះញែកបានរៀបចំពិធីបើកការដ្ឋានសង់សង់ផ្លូវចាក់បេតុងចំនួន2ខ្សែក្រមអធិបតីភាពលោកកែវសូតប្រធានក្រុមប្រឹក្សាស្រុកលោកសីទូចអភិបាលនៃគណៈអភិបាលស្រុកកោះញែកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវចាក់បេតុងចំនួន2ខ្សែដោយមានការអញ្ជើញចូលរួមពីលោកស្រីសមាជិកគណៈកម្មាធិការលទ្ធកម្មស្រុកលោកអភិបាលរងស្រុកលោកស្រីមេឃុំនិងមន្ត្រីជំនាញពាក់ព័ន្ធពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវដែលមានឈ្មោះមនោរម្យសំណង់ខ្សែទី1មានប្រវែង317ម៉ែត្រទទឹង8ម៉ែត្រកម្រាស់1តឹកកន្លះគិតចាប់ពីរង្វង់មូលផ្លូវបែកជា4ចុះទៅដល់ផ្លូវបំបែកចូលផ្សារកោះញែកខ្សែទី2មានប្រវែង170ម៉ែត្រទទឹង6ម៉ែត្រកម្រាស់1តឹកកន្លះគិតចាប់ពីរង្វង់មូលផ្លូវបែកជា4ទៅកាន់សាលាស្រុកចាស់ហើយផ្លូវបេតុងដែលកំពុងបើកការដ្ឋានសង់ស្ថិតនៅភូមិរាំងសីឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរីផ្លូវបេតុងដែលកំពុងសាងសង់ពីខ្សែនេះជាគម្រោងរបស់ស្រុកហើយនៅក្នុងនោះដែរពុកម៉ែបងប្អូនបានកោតសរសើរដល់ថ្នាក់ដឹកនាំស្រុកពិសេសគឺលោកអភិបាលស្រុកតែម្ដងថ្ងៃច័ន្ទ8រោចខែពិសាខឆ្នាំម្សាញ់ឆស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី19ខែឧសភាឆ្នាំ2025បាទដើម្បីបង្ហាញនៅប្រពៃណីវប្បធម៌ការខិតខំប្រឹងប្រែងរបស់យើងអញ្ចឹងហើយបើយើងធ្វើនៅទីនោះបានមែនអានេះមិនយើងធ្វើដល់ចូលឆ្នាំណាយើងធ្វើគ្រប់ខែគ្រប់រដូវគឺថាល្ងាចឡើងបងប្អូនអាចលុបដូរនៅក្នុងទៅអ្នកទៅហាត់ប្រាណហាត់ទៅអ្នកដែលគាត់ហូបឆុកអីក៏តាមទៅអ្នកទៅលេងកីឡាបាទហើយអ្នកទៅអានសភៅអានអីក៏នៅបានក្នុងនោះយើងធ្វើកន្លែងនោះអត់ទៅជាកន្លែងប្រវត្តិសាស្ត្រមួយបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ជាព័ត៌មានក៏ដូចជាការចូលរួមបង្ហាញពីអ្វីដែលផែនការរបស់ស្រុករបស់យើងដែលត្រូវធ្វើគឺសំខាន់នោះគឺដូចជំរាបជូននោះគឺប្រព័ន្ធវិទ្យាសាស្ត្រគឺជាផែនការស្នូលចាំបាច់បំផុតរបស់ស្រុកយើងតែម្ដងក៏អត់មានប្រព័ន្ធវិទ្យាសាស្ត្រទេកុំអួតថាស្រុកបោះញែកអ្នកធ្វើស្រូវធ្វើស្អីយើងអត់ទេគឺយើងធ្វើស្រូវមួយឆ្នាំបានម្ដងហើយយើងអាចទេបានទេព្រោះមួយឆ្នាំបាន2ទៅ3ដងអានឹងបានយើងសំជាស្រុកដែលមានចាក់កម្មប្រកបបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់ការលក្ខណៈការបងប្អូនបងប្អូនទាំងអស់ជំរាប